ខ្ញុំត្រូវបានធ្លាក់ទៅលើដៃពួកចោលជាអ្នកកាន់កាប់ពួកចោលទាំងអស់នេះមានរហស្សនាមថាពួកចោលស្បែកខ្មៅហើយប៉ុន្មានថ្ងៃមុនខ្ញុំក៏បានផ្ទុះសង្គ្រាមជាមួយពួកចោលស្បែកខ្មៅតែដោយសារតែពួកវាមានល្បិចច្រើនខ្លាំងមែនទែនដូចនេះហើយទៅធ្វើឲ្យខ្ញុំចាញ់ល្បិចវាចូលអន្តៈវាហើយខ្ញុំក៏បានបាត់បង់តំបន់មួយគឺជាតំបន់ភិកតែពួកអាចោលស្បែកខ្មៅនេះមិនដឹងទេថាខ្ញុំមានតំបន់មួយទៀតគឺនៅក្រោយភិកនេះឯងដោយសារតែតំបន់មួយនេះគឺនៅដាច់ស្រយាលពីគេខ្លាំងមែនទែនអញ្ចឹងហើយពួកអាចោលនេះមិនដឹងទេថាខ្ញុំមានតំបន់គៀកៗនឹងជាច្រើនខ្ញុំអាចវាយឆ្មក់យកតំបន់ភិករបស់ខ្ញុំមកវិញពេលណាក៏បានដែរឥឡូវនឹងពួកវាកំពុងតែសប្បាយចិត្តដែលពួកវាបានយកទឹកដីរបស់ខ្ញុំបានដោយជោគជ័យប៉ុន្តែគ្រាន់តែជាអន្ទាក់របស់ខ្ញុំទេឲ្យពួកវាសប្បាយនៅទឹកដីយើងសិនទៅខ្ញុំនឹងប្រើ BM21 ស្រោចទៅកាន់ពួកវាតែម្ដងហើយស្រាប់តែពេលនោះផងដែរយន្តហោះពួកវាដឹកទាហានពួកវាដើម្បីទៅកាន់កាប់តំបន់ភិកខ្ញុំចូលរួមសោកស្ដាយផងខ្ញុំមានសំណាញ់មេឃឥឡូវនឹងខ្ញុំបានបំផ្លាញយន្តហោះវាបានមួយគ្រឿងនិងទាហានរបស់វាប្រហែលជា100នាក់ឥឡូវនឹងខ្ញុំបានប្រើ BM21 ស្រោចទៅកាន់ពួកវាអស់រយៈពេល2ម៉ោងហើយអ្វីដែលខ្ញុំធ្វើបន្ទាប់ទៀតខ្ញុំនឹងនាំទាហានរបស់ខ្ញុំជាង20នាក់ដើម្បីទៅចាប់មេបញ្ជាការរបស់វាក្រុមពួកអាចោលស្បែកខ្មៅកប៉ិចកប៉ុកខ្ញុំប្រើតែទាហាន20នាក់ក៏អាចចាប់មេបញ្ជាការរបស់វាបានដែរឥឡូវយើងមកដល់ហើយយើងមើលស្ថានភាពសិនពួកវាបានរៀបចំកងទ័ពវាយាមច្រើនខ្លាំងមែនតើអ្វីដែលខ្ញុំត្រូវធ្វើឥឡូវនេះខ្ញុំនឹងប្រែកាយដើម្បីកុំឲ្យវាមើលខ្ញុំស្គាល់ហើយពួកអាចោលស្បែកខ្មៅឃើញពួកខ្ញុំហើយទាហានពួកវាដូចជារត់អស់រត់ទៅអស់ហើយដោយសារទាហានយើងបុកចូលទៅច្រើនហើយមែនតើចុះមេបញ្ជាការវាអត់ដឹងហើយប្រហែលជារត់ទៅណាអត់ទាន់ឆ្ងាយទេឥឡូវសលេងកំភ្លើងដូចជាស្ងាត់ហើយទាហានពួកវាបានរត់ចោលជួរអស់ហើយទាហានរបស់ខ្ញុំក៏ត្រូវរបួសរៀងច្រើនដែរគោលដៅសំខាន់បំផុតគឺយើងត្រូវចាប់មេបញ្ជាការរបស់វាឲ្យបានហើយអាមេបញ្ជាការរបស់ពួកវាក៏មិនរត់ទៅណាឆ្ងាយដែរវាមិនហ៊ានរត់ទៅណាឆ្ងាយទេដោយសារតែគ្រាប់ផ្លោងនៅពេញមេឃបើសិនជាវាហ៊ានរត់ចេញប្រកបណាស់ដាច់ជើងជាមិនខានទេខ្ញុំចាប់មេបញ្ជាការរបស់វាបានហើយនេះហាចាប់បានទេមែនអូព្រមចុះចាញ់ហេមកចៃហាតលូនទូនចុះចាញ់ហេមើលក្បាលហេដូចសំនឹងក្រកភ្លើងខ្ញុំដល់ហើយមកចៃកាន់កាប់ទឹកដីខ្ញុំ7ថ្ងៃហ្នឹងមានអារម្មណ៍យ៉ាងម៉េចដែរប្រកបណាលោកឯងសប្បាយចិត្តណាត្រូវទេឥឡូវឯងចាញ់យើងហើយតែឯងមានពីអីនិយាយទៀតអត់និយាយលយទៀតទេអូយអាតាណើបឯងគិតទៅចាប់អញហើយឯងរស់ស្រួលមែនយ៉ានិយាយលយទៀតនេះក្រកភ្លើងចូលក្បាលលើហើយនៅសំដីលយទៀតឥឡូវខ្ញុំចាប់វាបានហើយអីដែលចម្លែកនោះគឺវាអត់មានភ័យខ្លាចអីមិនតិចទេចឹងហើយខ្ញុំមានការសង្ស័យថាមានរឿងអីលាក់នៅពីក្រោយទៀតឬមួយក៏វាមានមេខ្លោងដែលខ្លាំងជាងនេះនៅពីក្រោយវាខ្ញុំក៏បានដាក់ការសង្ស័យទៅលើវាហើយខ្ញុំអត់សម្លាប់វាភ្លាមទេខ្ញុំនឹងចាប់វាឃុំព្រោះវានៅមានប្រយោជន៍មកឲ្យខ្ញុំបើសិនជាវាមានមេខ្លោងនៅពីក្រោយវាទៀតតើមេខ្លោងវាគឺជាអ្នកណា